ចរអាស៊ីបង្វែរជើងហោះហើរនិងលុបចោលដោយសារការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថានក្រុមហ៊ុនអាកាសចរអាស៊ីមួយចំនួននៅថ្ងៃពុធនេះកំពុងកំណត់ផ្លូវឡើងវិញឬលុបចោលជើងហោះហើរទៅនិងមកពីអឺរ៉ុបដោយសារការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថាននេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី 7 ខែឧសភានេះឥណ្ឌាបានវាយប្រហារប៉ាគីស្ថាននិងប៉ាគីស្ថានកាស្មៀរខណៈប៉ាគីស្ថានថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន 5 គ្រឿងនៅក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាង 2 ទសវត្សរ៍រវាងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរក្រុមហ៊ុនអាកាសចរ EVA Air របស់តៃវ៉ាន់នឹងកែសម្រួលជើងហោះហើររបស់ខ្លួនទៅនឹងមកពីអឺរ៉ុបដើម្បីជៀសវាងដែនអាកាសដែលរងផលប៉ះពាល់ដោយការប្រយុទ្ធរវាងឥណ្ឌានិងប៉ាគីស្ថានដោយសារហេតុផលសុវត្ថិភាពបន្ថែមពីនោះកូរ៉េអ៊ែរបានកំពុងគេចពីដែនអាកាសប៉ាគីស្ថានសម្រាប់ជើងហោះហើររបស់ខ្លួនដែលប្រតិបត្តិការរវាងទីក្រុងអ៊ីនឆុនរបស់ប្រទេសកូរ៉េខាងត្បូងនិងទីក្រុងឌូបៃក្នុងប្រទេសអារ៉ាប់រួមយ៉ាងណាមិញមុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនជើងហោះហើរអឺរ៉ុបជាច្រើនជើងហោះហើរពីកោះតៃវ៉ាន់បានហោះហើរលើប្រទេសរុស្ស៊ីប៉ុន្តែក្រុមហ៊ុនអាកាសចរតៃវ៉ាន់ឥឡូវនេះត្រូវបានហាមឃាត់បន្ទាប់ពីទីក្រុងតៃប៉េបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូហើយជាទូទៅហោះហើរលើប្រទេសឥណ្ឌាប៉ាគីស្ថាននិងអាស៊ីកណ្ដាល